ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅកាន់ទឹកដីឬក៏ទីតាំងដ៏ឆាកយៈមួយនៅក្នុងទឹកដីខេត្តសៀមរាបរបស់យើងនឹងតែទីតាំងនេះខ្ញុំជឿថាអ្នកសៀមរាបហើយជាអាចស្គាល់ច្រើនប៉ុន្តែអ្នកដែលនៅក្នុងខេត្តផ្សេងហើយជាអត់ស្ដឹងទេថាទីតាំងហ្នឹងគឺនៅតំបន់ណាឬក៏នៅកន្លែងណាចឹងអ្នកដែលដឹងគឺអាចជួយ comment នៅខាងក្រោមនឹងបានចឹងទីតាំងដែលខ្ញុំបានថតហ្នឹងអ្នកនរឲ្យបានឃើញផ្លូវឡើងចឹងគឺយើងដើរទៅដូចនៅក្នុងព្រៃមួយចឹងអ្នកនរគឺស្រស់ស្អាតខ្លាំងមែនទែនហើយពេលវេលាខ្ញុំថតនេះគឺនៅពេលព្រឹកហើយជាខ្ទង់ម៉ោង7កន្លះឬក៏8ពេលព្រឹកព្រលឹមណាចឹងទៅអត់សូវមានមនុស្សទៅទេចឹងពេលទៅដល់នោះគឺស្ងប់ស្ងាត់ហើយបរិយាកាសគឺត្រជាក់ខ្លាំងមែនទែនហើយបន្តទៅទៀតគឺខ្ញុំបានធ្វើដំណើរទៅកាន់តំបន់ដែលយើងចង់ទៅដូចបានស្វែងរកកំណត់ឃើញមួយចឹងពីព្រោះអីទស្សនវិជ្ជានៅពេលដែលយើងឡើងទៅលើនោះគឺស្រស់ស្អាតខ្លាំងយកទៅមែនទែនហ្មងអ្នកទាំងអស់គ្នាអ្នកដែលថតបានទៅទីនោះគឺដឹងហើយក៏ជាប្លង់ដែលយើងថតរូបស្អាតខ្លាំងផងដែរចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទៅទស្សនានៅទីនោះគឺអាចទៅបានតែរូបភាពហ្នឹងគឺខ្ញុំគ្រាន់តែប្រាប់ថានៅក្នុងខ្លងទ្វារមួយក្នុងចំណោមខ្លងទ្វារទាំង5នៅក្នុងគេហៅថាទីលានបវេនអង្គរធំចឹងបើចង់ដឹងគឺអាច comment ខាងក្រោមបាន